ថាគ្រប់ទីកន្លែងហ្នឹងមានសភាពការល្អវាអត់សូវមានបញ្ហាអីទេដល់ពេលលោកមេកងលឺចឹងហើយគាត់ក៏សប្បាយចិត្តក៏ឲ្យពលទាហានហ្នឹងគាត់ទៅស៊ើបអង្កេតបន្តទៀតទៅបើលោក Wesley នៅវិញកំពុងតែដើរត្រួតពិនិត្យគ្រប់រំដាប់របស់ទាហានរបស់គាត់ដើម្បីចង់ដឹងថាទាហានរបស់គាត់ហ្នឹងមានសុវត្ថិភាពឬក៏អត់ពេលនោះគាត់បាននិយាយទៅពលទាហាននោះថាឲ្យត្រៀមខ្លួនប្រយុទ្ធទៅកុំឲ្យធ្វើប្រហែសព្រោះអីយើងកំពុងតែស្ថិតក្រោមការឡោមព័ទ្ធរបស់ទាហានអាល្លឺម៉ង់យើងអត់ដឹងថាទាហានអាល្លឺម៉ង់ហ្នឹងវាប្រហែសយើងពេលណាទេអញ្ចឹងឲ្យត្រៀមខ្លួនទៅហើយទៅតពីគាត់និយាយចប់គាត់ក៏បានក្រោកទៅជួបនឹងប្រធានក្រុមដើម្បីឲ្យប្រធានក្រុមហ្នឹងរៀបចំខ្លួនដើម្បីត្រៀមប្រយុទ្ធជាមួយទាហានអាល្លឺម៉ង់ពេលនោះលោក Wesley បានតាក់ទងទៅលោក Alexander ដែរប៉ុន្តែតាក់ទងអត់ចូលដោយសារតែនៅតំបន់ដែលគេកំពុងតែរស់នៅហ្នឹងអត់មានសេវាតាក់ទងទេអញ្ចឹងវាពិបាកតាក់ទងលោក Alexander ខ្លាំងមែនទែនស្របពេលនោះដែរមេទាហានរបស់អាល្លឺម៉ង់ដោយឃើញអាការល្អអាចវាយប្រហារទាហានអាមេរិកបានក៏ផ្លុំកញ្ចែឲ្យទាហានអាល្លឺម៉ង់ហ្នឹងបើកការវាយប្រហារទៅលើទាហានអាមេរិកក្រនតែឡើងមកដល់លើភ្លាមហ្នឹងបានបាញ់ទាហានអាមេរិកហ្នឹងម្នាក់ស្លាប់ភ្លាមតែម្ដងតពីទាហានអាមេរិកហ្នឹងត្រូវបានទាហានអាល្លឺម៉ង់បាញ់ស្លាប់មកទាហានអាល្លឺម៉ង់នៅតែបន្តបាញ់ទាហានអាមេរិកហ្នឹងស្លាប់ជាបន្តបន្ទាប់ហើយបើទាហានអាមេរិកនៅវិញបានត្រឹមតែតូបទេអត់អាចបាញ់ស្មើជាមួយទាហានអាល្លឺម៉ង់បានទេដោយសារទាហានអាល្លឺម៉ង់ហ្នឹងមានគ្នាច្រើនមិនត្រឹមតែមានគ្នាច្រើនទេមានទាំងសាពីពុតនិងក្របវាយស្ទើរតែគ្រប់ដៃតែម្ដងទាហានអាល្លឺម៉ង់ហ្នឹងគ្នាយើងបើទាហានអាមេរិកនៅវិញគ្រាន់តែឈប់បាញ់និងចាំទប់គេហ្នឹងទប់ស្ទើរតែមិនជាប់ផងដោយសារតែទាហានអាមេរិកហ្នឹងស្ទើរតែសាពីពុតនិងស្បៀងអាហារអត់សូវមានកម្លាំងបាញ់តជាមួយគេទេប៉ុន្តែដោយសារតែលោក Wesley និងប្រធានក្រុមហ្នឹងគាត់ចាំបញ្ជាក៏ដូចជាចាំរួមសុខរួមទុក្ខជាមួយទាហានអាមេរិកអញ្ចឹងទើបទាហានអាមេរិកហ្នឹងមានកម្លាំងបាញ់តជាមួយទាហានអាល្លឺម៉ង់ដោយមិនខ្លាចស្លាប់ទេចូលមួយបាញ់មួយចូលពីរបាញ់ពីរអញ្ចឹងទៅស្របពេលដែលកំពុងតែបាញ់ហ្នឹងមានពលទាហានម្នាក់គាត់កាំងកំភ្លើងហើយក៏បានគួផងអីផងនៅតែអត់ចេញទៀតពេលនោះ Wesley បានដើរមកដល់ហើយក៏បានប្រាប់ថាឲ្យគេកំភ្លើងហ្នឹងឡើងលើហើយចុះក្រោមទៅពេលដែលគាត់ធ្វើតាមអញ្ចឹងទៅកំភ្លើងហ្នឹងក៏លែងកាំងពេលដែលលែងកាំងហើយគាត់ក៏ត្រៀមនឹងបាញ់ទាហានអាល្លឺម៉ង់ពេលនោះ Wesley បានប្រាប់ថាឲ្យតម្រង់មួយកុំប្រញាប់ពេកទៅបាញ់គូសត្រូវបើទាហានអាល្លឺម៉ង់នៅវិញនៅតែបន្តបាញ់ទាហានអាមេរិកហ្នឹងស្លាប់ជាបន្តពេលនោះមេក្រុមបានគិតថាបើយើងនៅតែបាញ់តជាមួយនឹងទាហានអាល្លឺម៉ង់ដោយតល់មុខអញ្ចឹងយើងអាចយកឈ្នះបានទេពេលនោះគាត់បានប្រាប់ទៅពលទាហានម្នាក់ឲ្យទៅប្រាប់មេកងថាឲ្យនាំពលទាហានមួយចំនួនហ្នឹងវាយពីចំហៀងវិញទើបយើងអាចយកព្រៀបទៅលើទាហានអាល្លឺម៉ង់បានហើយពលទាហាននោះក៏បានទៅប្រាប់មេកងពេលនោះមេកងក៏បានស្រែកថាឲ្យទាហានមួយចំនួនហ្នឹងវាយពីចំហៀងវិញបើលោក Wesley នៅវិញក៏បានតាក់ទងទៅលោក Alexander ដែរប៉ុន្តែតាក់ទងអត់ចូលលោក Wesley ក៏បានបញ្ជាឲ្យទាហានទាំងអស់ហ្នឹងត្រៀមខ្លួនជួយទាហានដែលវេលោកពីចំហៀងស្របពេលដែលស្ថានភាពកំពុងតានតឹងនិងវឹកវរពេលនោះលោក Wesley បានឆ្លងឃើញទាហានដែលវេលោកពីចំហៀងហ្នឹងបានមកដល់ពេលដែលពួកគេបានមកដល់ហ្នឹងពួកគេបានបាញ់វាយប្រហារទៅលើទាហានអាល្លឺម៉ង់ហ្នឹងយ៉ាងសាហាវខ្លាំងមែនទែនហើយបើទាហានអាមេរិកនៅវិញបន្ទាប់ពីមានព្រៀបទៅលើទាហានអាល្លឺម៉ង់បាននាំគ្នាស្រែកឲ្យចូលទៅបាញ់ទាហានអាល្លឺម៉ង់ហ្នឹងឲ្យព្រមគ្នាពេលនោះទាហានអាមេរិកបានសម្លាប់ទាហានអាល្លឺម៉ង់ហ្នឹងស្លាប់ជាបន្តទាហានអាល្លឺម៉ង់នៅឃើញស្ថានភាពមិនស្រួលនឹងចាញ់ព្រៀបទាហានអាមេរិកផងនោះក៏ដកទៅលេនដ្ឋានរបស់ខ្លួនវិញទៅលោក Wesley បានត្រឹមតែឈរមើលសាកសពពលទាហានរបស់ខ្លួនហ្នឹងដេកស្លាប់ទាំងកោជើងគ្នាពិតជាគួរឲ្យអាណិតខ្លាំងមែនទែនពេលនោះ Wesley បានអង្គុយពិភាក្សាជាមួយនឹង Roseanne គាត់បាននិយាយថាសភាពការសង្គ្រាមបានស្ងប់ស្ងាត់ដែរប៉ុន្តែអ្វីដែលយើងកំពុងតែជួបបញ្ហានៅឥឡូវហ្នឹងគឺស្បៀងអាហារទឹកនិងគ្រាប់កាំភ្លើងយើងអាចគ្រប់គ្រងគ្រប់គ្នាបានទេស្របពេលដែលកំពុងតែវិភាសាហ្នឹងមានពលទាហានម្នាក់គាត់ដាច់ទឹកខ្លាំងដល់ពេលដាច់ទឹកខ្លាំងទៅគាត់ទៅដងទឹកស្របពេលដែលកំពុងតែដងហ្នឹងមាន sniper ខាងអាល្លឺម៉ង់ម្នាក់បានបាញ់សម្លាប់គាត់ស្លាប់នៅពេលហ្នឹងទៅហើយលោក Wesley នៅពលទាហានអាមេរិកហ្នឹងបានត្រឹមតែអង្គុយមើលទាហានរបស់ខ្លួននោះស្លាប់យ៉ាងអណយអធមពេលនោះដែរមានពលទាហានអាមេរិកហ្នឹងគាត់ចង់ទៅដែរតែត្រូវបាន Wesley គាត់ថាអាចទៅទាំងអញ្ចឹងបានទេបើទៅទាំងអញ្ចឹងស្លាប់ទៀតហើយពេលនោះគាត់ថាឲ្យចាប់ទីតាំងអា sniper ម្នាក់ហ្នឹងឲ្យបានសិនបានយើងអាចទៅបានព្រមនោះដែរលោក Wesley បានបើកមើលផែនទីដើម្បីចាប់ទីតាំងទាហានអាល្លឺម៉ង់គាត់បានប្រាប់ទៅទាហានទាំងអស់ថាឲ្យអង្កេតមើលទាហានអាល្លឺម៉ង់ហ្នឹងឲ្យជាប់កុំឲ្យដាច់ពីកន្ទុយភ្នែកពេលនោះលោក Wesley កំពុងតែរៀបចំនឹងកត់ឈ្មោះទាហានដែលបានស្លាប់ទៅស្របពេលដែលកំពុងតែរៀបចំហ្នឹងលោកមេកងក៏ដូចជាលោកមេក្រុមហ្នឹងបានមកជួបលោក Wesley ហើយបានសួរថាគិតយ៉ាងណាដែរចំពោះបញ្ហានេះពេលនោះលោក Wesley បានប្រាប់ថាគាត់បានផ្ញើសារក៏ដូចជាបញ្ជូនដំណឹងទៅលោក Alexander ហើយប៉ុន្តែអត់ដឹងថាគាត់បានទទួលដំណឹងនោះឬក៏អត់ទេខាងប្រទេសនៅវិញក៏បានទទួលសាររបស់លោក Wesley ពេលនោះក៏បានដឹងថា Wesley ហ្នឹងទទួលបានជោគជ័យហើយប៉ុន្តែអ្វីដែលគេកំពុងតែជួបហ្នឹងគឺដាច់ស្បៀងហើយនឹងត្រូវការ
ជំនួយជាបន្ទាន់ពេលនោះលោកម៉ៃកងនៅក្នុងប្រទេសទាហានហ្នឹងគាត់បានបញ្ជាឲ្យទាហានទាំងអស់ហ្នឹងត្រៀមកំភ្លើងធំដើម្បីជាជំនួយដល់លោក Wesley ហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ខែទី4ដែលទាហានអាមេរិកហ្នឹងជាប់នៅក្នុងព្រៃក៏ដូចជាត្រូវទាហានអាល្លឺម៉ង់ឡោមព័ទ្ធពួកគេដាច់បាយផងដាច់ទឹកផងអ្វីដែលគេខ្វះខាតបានហ្នឹងគឺទឹកវានៅខាងមុខហ្នឹងប៉ុន្តែអាចទៅដងបានដោយសារតែមាន sniper ដែលជាទាហានអាល្លឺម៉ង់ហ្នឹងចាំបាញ់ទៅដឹងបាញ់ហីអញ្ចឹងមានទាហានពីរនាក់ក៏បានភាសាគ្នាបើចូលជាងាប់ហើយបថយហ្មងទៅស្របពេលនោះដែរមានពលទាហានអាមេរិកម្នាក់គាត់បានស្ម័គ្រចិត្តរត់ឲ្យទាហានអាល្លឺម៉ង់បាញ់គាត់បានរត់ឆ្វែចុះឆ្វែឡើងពួនដាំឈើផងអីផងធ្វើឲ្យទាហានអាល្លឺម៉ង់ហ្នឹងពិបាកក្នុងការបាញ់ខ្លាំងមែនទែនពេលនោះស្របពេលដែលកំពុងតែ snap ហ្នឹងគាត់បានចេញក្បាលធ្វើឲ្យទាហានអាមេរិកហ្នឹងបាញ់ទាហានអាល្លឺម៉ង់ហ្នឹងស្លាប់ក្នុងពេលនោះទៅបើមិនខាងអាល្លឺម៉ង់នៅវិញពួកគាត់បានពិភាក្សាគ្នាថាបើទាហានអាមេរិកហ្នឹងនៅតែអត់ចោះចាញ់អញ្ចឹងបើការវាយប្រហារហ្មងទៅកុំទុកយូរបើទុកយូរវាកើតជាបញ្ហាធំអញ្ចឹងណាបើលោក Wesley នៅវិញកំពុងតែរងចាំជំនួយពីប្រទេសព្រោះគាត់បានទទួលដំណឹងថាថ្ងៃហ្នឹងខាងប្រទេសហ្នឹងនឹងបាញ់កំភ្លើងធំមកកាន់ទីតាំងទាហានអាល្លឺម៉ង់ហើយអញ្ចឹងឲ្យទាហានអាមេរិកទាំងអស់ហ្នឹងត្រៀមខ្លួនប្រយុទ្ធទៅខាងប្រទេសនៅវិញបន្ទាប់ពីទទួលដំណឹងបញ្ជាពីថ្នាក់លើឲ្យបាញ់ពេលនោះគាត់ក៏បានស្រែកឲ្យទាហានទាំងអស់ហ្នឹងត្រៀមដាក់គ្រាប់ចូលទៅក្នុងកំភ្លើងធំដើម្បីបាញ់គ្រាប់កំភ្លើងធំក៏បានហោះទៅដល់ទីតាំងទាហានអាល្លឺម៉ង់ពិតប្រាកដមែនទាហានអាមេរិកបន្ទាប់ពីឃើញទាហានអាល្លឺម៉ង់ត្រូវបានកំភ្លើងធំបាញ់ពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនពេលនោះពួកគេបានស្រែកថាដល់ពេលពួកឯងហើយពួកអតីតរឆានទាហានអាមេរិកក៏នាំគ្នាសម្រុកចូលថានឹងទៅសម្លាប់ទាហានអាល្លឺម៉ង់ឲ្យអស់តែសម្រុកចូលហ្នឹងភ្លាមនោះដែរស្រាប់តែមានគ្រាប់កំភ្លើងធំបានបាញ់ត្រូវទាហានអាមេរិកវិញស្របពេលនោះដែរលោក Wesley ដល់ឃើញស្ថានភាពមិនស្រួលក៏ឲ្យកងទ័ពរបស់ខ្លួនដកថយទៅវិញហើយគ្រាប់កំភ្លើងធំនៅតែបន្តបាញ់ទាហានអាមេរិកខ្លួនឯងនឹងស្លាប់ជាបន្តពេលនោះលោក Wesley បានបញ្ជាឲ្យពលទាហានខាងផ្ញើសារនឹងផ្ញើសារទៅខាងប្រទាយការផ្ញើសារនេះទេសោះគឺផ្ញើសារតាមរយៈសត្វព្រាបគ្រាន់តែបលែងព្រាបទៅនឹងត្រូវបានទាហានអាល្លឺម៉ង់នោះបាញ់ប៉ុន្តែព្រាបនឹងវានៅស្រើអត់ធ្លាក់អីហើយសារដែលផ្ញើតាមរយៈសត្វព្រាបនឹងក៏បានទៅដល់ប្រទាយពេលដែលខាងប្រទាយបើកមើលហើយក៏បានដឹងថាគ្រាប់កំភ្លើងធំដែលបានបាញ់ទៅនឹងគឺត្រូវទាហានគ្នាឯងទេពេលនោះលោកមេកងបានតាក់ទងទៅខាងកំភ្លើងធំឲ្យឈប់បាញ់ជាបន្ទាន់ពលទាហានដែលគ្រប់គ្រងខាងកំភ្លើងធំនឹងបន្ទាប់ពីទទួលវិជាពីថ្នាក់លើមកបានស្រែកឲ្យពលទាហានទាំងអស់នោះឈប់បាញ់ដោយសារបាញ់ត្រូវគ្នាឯងទេពេលនោះពលទាហានដែលគ្រប់គ្រងខាងកំភ្លើងធំនឹងគាត់ពិតជាសោកស្ដាយខ្លាំងមែនទែនក៏អត់នៅស្មានថាបាញ់ត្រូវគ្នាឯងចឹងណាបើមេទាហានអាល្លឺម៉ង់នៅវិញបន្ទាប់ពីបានដឹងថាទាហានអាមេរិកនឹងស្លាប់អស់ច្រើននឹងចាញ់ព្រាបទៅលើគេនឹងក៏បានបញ្ជាឲ្យទាហានទាំងអស់នឹងបើកការវាយប្រហារទៅលើទាហានអាមេរិកបន្ទាប់ពីបានដឹងថាទាហានអាល្លឺម៉ង់បើកការវាយប្រហារមកលើខ្លួនហើយក៏នាំគ្នាធ្វើដេកដួលស្លាប់ហើយអ្នកខ្លះនឹងក៏ចាំពួនបាញ់អីចឹងទៅពេលដែលទាហានអាល្លឺម៉ង់នឹងដើរជិតមកដល់ទាហានអាមេរិកនឹងលោក Wesley បានបញ្ជាឲ្យទាហានទាំងអស់នឹងក្រោកឈរបាញ់ជាមួយទាហានអាល្លឺម៉ង់ពេលនោះទាហានអាមេរិកបានធ្វើការបាញ់វាយកាប់ចាក់និងសម្លាប់ទាហានអាល្លឺម៉ង់នឹងយ៉ាងលយនឹងគួរឲ្យចាប់ចិត្តខ្លាំងមែនទែនបើប្រធានក្រុមវិញធ្វើត្បិតតែគាត់រៀងចាំបន្តិចមែនតែស្នាដៃនៅកៅវាយរបស់គាត់ពុតជាលយមិនចាញ់ក្មេងៗប្រមាណទេហើយទាហានអាល្លឺម៉ង់នៅតែបន្តបាញ់ទៅលើទាហានអាមេរិកនឹងស្លាប់ជាបន្តយើងឃើញថានៅក្នុងស្ថានភាពនេះទាហានអាមេរិកគឺពិតជាតិចជាងទាហានអាល្លឺម៉ង់ពិតប្រាកដមែនប៉ុន្តែដោយសារស្មារតីនៃការតស៊ូនឹងវាខ្លាំងក្លាជាងចំនួនទាហានទៅទៀតបើប្រធានក្រុមនៅវិញស្របពេលដែលកំពុងមើលស្ថានភាពទាហាននឹងពេលនោះស្រាប់តែមានទាហានអាល្លឺម៉ង់ម្នាក់បានបោះគ្រាប់បែកមកផ្ទុះអត់ចំគាត់ទេប៉ុន្តែមានកំទេចឈើមកខ្ទាតចំស្មារបស់គាត់គឺពិតជាជឿចាប់ខ្លាំងមែនទែនបន្ទាប់ពីការវាយប្រហារនឹងបាញ់គ្នាអស់រយៈពេលយ៉ាងយូរមកស្ថានភាពនៅទីនោះក៏បានធូរស្រាលយើងឃើញថារ៉ូសែននិងទាហានរបស់សហរដ្ឋអាមេរិកនឹងត្រូវរបួសយ៉ាងធ្ងន់ធ្ងរខ្លាំងមែនទែនពេលនោះប្រធានក្រុមក៏បានដើរមកដល់ហើយរ៉ូសែនបានសួរថាឈឺរបួសលើស្មាហ្នឹងហើយប្រធានក្រុមបានឆ្លើយថាអត់អីផងធម្មតាបើ Wesley នៅវិញគាត់កំពុងតែដើរត្រួតពិនិត្យទាហានរបស់គាត់ក្រៅលោនៅមានជីវិតអាចជួយសង្គ្រោះបានពេលនោះគាត់កំពុងតែដើរនឹងបានឃើញទាហានម្នាក់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែនពេលនោះទាហាននោះក៏បានហៅឲ្យ Wesley ចូលមកជួយហើយ Wesley ក៏បានចូលទៅជួយទាហានម្នាក់ហ្នឹងចឹងណាពេលដែល Wesley អោនទៅជួយហ្នឹងទាហានម្នាក់ហ្នឹងបាននិយាយថាតើអ្នកព្រមអានសៀវភៅប្រាក់របស់ខ្ញុំអត់ពេលនោះ Wesley បានបើកអានសៀវភៅហ្នឹងទៅគាត់បានប្រាប់ទៅទាហានម្នាក់នោះវិញថាព្រះនឹងជួយអ្នកឲ្យឡើងឋានសួគ៌ហើយទាហានម្នាក់ហ្នឹងគាត់ក៏បានដាច់ខ្យល់ស្លាប់ក្នុងពេលហ្នឹងទៅតមក Wesley បានដើរមើលកន្លែងផ្សេងហើយក៏បានជួបនឹង Rosen ពេលនោះ Rosen បានសួរថាបងដាក់តែមកបែងសិននេះពេលនោះ Rosen និង Wesley ហ្នឹងបានអង្គុយពិភាក្សាគ្នាប្រុងប្រយ័ត្នយ៉ាងយូរហើយពេលនោះ Wesley បានសួរទៅ Rosen ថាពេលដែលចេញពីហ្នឹងទៅណាបន្តទៀតពេលនោះ Rosen បានប្រាប់ទៅលោក Wesley ថាពេលដែលខ្ញុំចេញពីហ្នឹងទៅខ្ញុំនឹងទៅស្រុកកំណើតទីក្រុង New York របស់ខ្ញុំវិញដើម្បីទៅជួបប្រពន្ធកូនរបស់ខ្ញុំពួកឯងបាយយ៉ាងយូរច្រើនខែហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ទីតាំងរបស់ទាហានអាល្លឺម៉ង់ពេលនោះ
មេការខាងទាហានអាល្លឺម៉ង់ហ្នឹងគាត់បានបញ្ចូលឲ្យទាហានអាមេរិកដែលគាត់ចាប់បានហ្នឹងឲ្យចោះចាញ់និងធ្វើជារនុកក្នុងរបបគាត់ទៅហើយទាហានអាមេរិកម្នាក់នោះគាត់ក៏បានតបថាពួកខ្ញុំសុខចិត្តស្លាប់ក៏មិនលក់ជាតិមេត្តាពលរបស់ខ្លួនឯងដែរពេលនោះមេការខាងទាហានអាល្លឺម៉ង់នោះគាត់បានស្ញើសរសើរទៅពលទាហានម្នាក់នោះថារដ្ឋាភិបាលរបស់អ្នកពិតជាសំណាងណាស់ដែលមានអ្នកជាយោធាកងការទាហានអាល្លឺម៉ង់នោះគាត់បាននិយាយទៀតថាគាត់នឹងដោះលែងទាហានអាមេរិកនឹងក្នុងរយៈពេលប្រហែលខែចុងក្រោយទៀតហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ខែទី5ដែលទាហានអាមេរិកនឹងស្ថិតក្រោមការឡោមព័ទ្ធរបស់ទាហានអាល្លឺម៉ង់និងបានតទល់ជាមួយទាហានអាល្លឺម៉ង់ពេលនោះពួកទាហានអាមេរិកនឹងពួកគេពិតជាដាច់ស្បៀងខ្លាំងមែនទែនសូម្បីតែបានមកគ្រាប់នឹងគាត់បានហូបដែរពិតជាអាណិតពួកទាហានអាមេរិកខ្លាំងមែនទែនពេលនោះប្រធានក្រុមបានដើរទៅជួបទាហាន2នាក់ឲ្យទៅមើលនៅលើសាកសពទាហានអាល្លឺម៉ង់មើលក្រែងលោមានស្បៀងអាចហូបបានខ្លះហើយពួកគេក៏បានទៅហើយទាហានទាំង2នាក់ហ្នឹងគាត់បានដើរបើកគ្រប់សាកសពទាហានអាល្លឺម៉ង់ហ្នឹងក្រែងលោជូរស្បៀងអាហារពេលនោះមានពលទាហានម្នាក់បានដើរទៅបើកសាកសពទាហានអាល្លឺម៉ង់ត្រៀមនឹងយកស្បៀងអាហារហើយស្រាប់តែទាហានអាល្លឺម៉ង់ចាប់ដៃគាត់ថាកុំយករបស់ខ្ញុំហើយពលទាហានអាមេរិកម្នាក់ហ្នឹងគាត់ថាកុំមាត់អត់យកទេហើយពលទាហានម្នាក់ហ្នឹងគាត់ក៏បានក្រោកដើរចេញទៅពេលនោះស្រាប់តែមានពលទាហានអាមេរិកហ្នឹងគាត់បានស្រែកថាខ្ញុំបានស្បៀងអាហារហើយគាត់ក៏បានក្រោកឈរទៅហើយត្រូវទាហានអាល្លឺម៉ង់ហ្នឹងបាញ់គាត់ស្លាប់ទៅពិតជាគួរអាណិតខ្លាំងមែនទែនត្រង់ចំណុចនេះ Edminster តែស្រក់ទឹកភ្នែកដោយសារតែគាត់ខំអាណិតគេខំមកយកស្បៀងគេប៉ុន្តែគេបែរជាបាញ់សម្លាប់គាត់ទៅវិញហើយពលទាហានអ្នកទៀតហ្នឹងក៏ត្រូវទាហានអាល្លឺម៉ង់ហ្នឹងផ្ចង់ជាប់ទៀតហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ខែទី6ដែលជាខែដែលទាហានអាល្លឺម៉ង់ហ្នឹងត្រូវដោះលែងទាហានអាមេរិកឲ្យមកជួបជុំកងទ័ពវិញពេលដែលមកដល់ទីតាំងហ្នឹងទាហានអាល្លឺម៉ង់គាត់បានស្រាយកសែងដែលចងភ្នែកទាហានអាមេរិកហ្នឹងហើយក៏បានប្រាប់ថាឲ្យទៅហើយពួកគេក៏បានចាប់ដៃគ្នាហើយទាហានអាមេរិកនៅនោះគាត់ក៏បានរត់ទៅជួបនឹងលោក Wesley ហើយលោក Wesley ក៏បានថាឲ្យទាហានឲ្យទៅសម្រាកសិនទៅពេលដែលគាត់ទៅសម្រាកហ្នឹងគាត់បានបកគោលទង់សក៏ដូចជាกระดาษមួយសន្លឹកឲ្យលោក Wesley ពេលនោះលោក Wesley បានអានហើយគាត់ពិតជាឈឺចាប់ខ្លាំងមែនទែនដោយសារតែទាហានអាល្លឺម៉ង់ហ្នឹងបានប្រាប់ឲ្យគាត់ចោះចាញ់ទៅគាត់នឹងទុកជីវិតឲ្យពេលនោះគាត់ក៏បានគប់ទង់សទៅទីតាំងរបស់ទាហានអាល្លឺម៉ង់វិញដោយមិនចោះចាញ់ទេទាហានអាល្លឺម៉ង់បន្ទាប់ពីបានដឹងថាលោក Wesley អត់ចោះចាញ់ហ្នឹងក៏បើកការវាយប្រហារម្ដងទៀតគឺការវាយប្រហារចុងក្រោយដើម្បីចង់ដឹងថានរណាឈ្នះនរណាចាញ់ចឹងណាការវាយប្រហាររបស់ទាហានអាល្លឺម៉ង់ហ្នឹងគឺប្រើភ្លើងដើម្បីដុតទាហានអាមេរិកពេលដែលពួកគេបានមកដល់ហ្នឹងពួកគេបានដុតទាហានអាមេរិកម្ដងមួយសំបីតែចង់រត់គេចយ៉ាងណាក៏អាចរួចផុតពីភ្លើងដែរពេលនោះលោក Wesley បានស្រែកឲ្យទាហានអាមេរិកទាំងអស់ហ្នឹងបើកការវាយប្រហារតបទល់ជាមួយនឹងទាហានអាល្លឺម៉ង់វិញពេលនោះលោក Wesley ព្រមទាំងកងទ័ពទាហានអាមេរិកហ្នឹងបានធ្វើការបាញ់វាយប្រហារទៅលើទាហានអាល្លឺម៉ង់ហ្នឹងស្លាប់ជាបន្តបន្ទាប់ហើយទាហានអាល្លឺម៉ង់ហ្នឹងក៏បានដុតទាហានអាមេរិកហ្នឹងស្លាប់អស់យ៉ាងច្រើនដែរយើងឃើញថាទាហានអាមេរិកហ្នឹងមានគ្នាតិចដូចជាមិនខ្លាំងទេប៉ុន្តែអ្វីដែលគេខ្លាំងហ្នឹងគឺការតស៊ូមិនចោះចាញ់នឹងឯងដោយសារតែការតស៊ូមិនចោះចាញ់នឹងមានមេតបល្អដូចជាលោក Wesley ទៀតនោះធ្វើឲ្យទាហានអាមេរិកហ្នឹងខ្លាំងក្លាបានវាយកាប់ចាក់សម្លាប់ទាហានអាល្លឺម៉ង់ហ្នឹងស្លាប់យ៉ាងច្រើនហើយមេតបទាហានអាល្លឺម៉ង់នេះវិញបន្ទាប់ពីបានឃើញថាទាហានអាល្លឺម៉ង់ហ្នឹងបានចាញ់ព្រៀបទៅលើទាហានអាមេរិកហើយពេលនោះគាត់បានទទួលស្គាល់ថាទាហានអាមេរិកហ្នឹងពិតជាខ្លាំងពិតប្រាកដមែនគាត់សុំចាញ់ហើយនឹងនាំទ័ពដកថយទៅប្រទេសអាល្លឺម៉ង់វិញដោយទទួលស្គាល់ថាគាត់បរាជ័យក្នុងស្នាដៃទាហានអាមេរិកហើយតបពីសង្គ្រាមបានបញ្ចប់ពេលនោះលោក Alexander បានមកដល់ហើយគាត់ក៏បានសួរសុខទុក្ខលោក Wesley ថាសុខសប្បាយទេអីចឹងណាពេលនោះលោក Wesley បានហុចខ្សែកដែលទាហានបានស្លាប់ហ្នឹងទៅលោក Alexander ហើយលោក Alexander បានសួរថាជាអ្វីហ្នឹង Wesley ហើយ Wesley បានថានេះគឺជាខ្សែកនឹងចំនួនទាហានដែលបានស្លាប់ទៅហើយគាត់បាននិយាយតទៀតថាដោយសារតែនយោបាយនិងភាពលោភលន់របស់អស់លោកនឹងធ្វើឲ្យទាហានក្មេងៗដែលមិនដឹងអីនឹងស្លាប់យ៉ាងច្រើនតែអ្នកដឹងទេពេលនោះលោក Alexander បានត្រឹមតែសុំទោសនិងអោនមុខចេញហើយសាច់រឿងរបស់យើងក៏បានបញ្ចប់នៅត្រង់ចំណុចនេះជូនពរអ្នកទាំងអស់គ្នាសុខភាពល្អអាយុវែងបាយបាយ